สุดท้ายมองโอนថ្ងៃនេះមកស្ងោហ៊ុនញ៉ាំទាំងអស់គ្នាខ្ញុំក៏មកបានហ៊ុន1គីឡូនិងលកជាតិ1គីឡូពូគាត់ជីកាត់រាល់ថ្ងៃចឹងទៅគាត់ប្រាប់គាត់ឲ្យយកឲ្យឥឡូវយើងចាប់ដើមលាងទឹកហើយកុំភ្លេចកោររោមកោឲ្យស្អាតណាបងប្អូនដោយសារខ្ញុំជាប់ថតដៃមួយហៀងចឹងគាត់បានបង្ហាញឲ្យបងប្អូនមើលឥឡូវយើងចាប់ដើមលាងហ៊ុនលាងអីហើយហ៊ុននឹងហ៊ុនខ្ចីអត់ល្វីងទេបងប្អូនយើងលាងមកមកលាងហើយយើងកាប់វាដាក់ចូលកញ្ឆែងណាបងប្អូនហើយបន្ទាប់មកគឺយើងដាក់ទឹកមកដាក់ទឹកក្នុងឆ្នាំងហ្នឹងហើយយើងដាក់ដាំមកពេលយើងស្ងោរសាច់ហ្នឹងកុំឲ្យឆ្អាបគឺយើងមានបន្ថែមគ្រឿងសឹកក្រូចនិងខ្ទឹមហើយនិងម្ដេងឥឡូវយើងចាក់សាច់ចូលឆ្នាំងទៅចាក់ឲ្យចង់ហៀបងប្អូនព្រោះឆ្នាំងតូចពេកសាច់វាយើងច្រើនដែរហើយបន្ទាប់ពីចាក់សាច់ចូលឆ្នាំងហើយយើងបន្ថែមគ្រឿងយើងមកហើយកុំភ្លេចបន្ថែមមួយអំបិលតិចមកបងប្អូនដើម្បីយើងបង្កាត់ភាពឆ្អាបឥឡូវយើងចាប់ដើមគ្របវាទុកឲ្យពុះចឹងណាពេលដែលពុះហើយយើងយកកញ្ចាប់ហ្នឹងក្លាប់ស្បែកជ្រូកយើងចុះឡើងមកហើយយើងបាច់ស្ងោរអីច្រើនយូរពេកទេបងប្អូនមកល្មមមកមើលជាប់កូននឹងដៃរហូតបងប្អូនហើយធ្វើបដាអីបដាហ្នឹងប៉ុន្តែចេះចង់ឲ្យបានវីដេអូបងប្អូនមើលអញ្ចឹងណាឥឡូវយើងចាប់ដើមស្ងោរឆ្អិនហើយយើងស្រង់ដាក់កញ្ឆែងមកបងប្អូនហើយឥឡូវយើងមករៀនធ្វើទឹកប្រហុកទាំងអស់គ្នានេះគ្រឿងផ្សំបងប្អូនមើលតាមហ្នឹងមកចាអានេះទឹកដោះគោស្រស់ខ្មែរយើងអានេះយើងចាប់ដើមដាក់ប្រហុកចូលក្នុងចានមកយើងផ្សំគ្រឿងដែលយើងបានហាន់ហើយនឹងមកបងប្អូនហើយម្ទេសនេះបើយើងចូលចិត្តហឹលហ្មងយើងដាក់ខ្លះទុកខ្លះចឹងណាបងប្អូនឥឡូវយើងចាប់ដើមដាក់ជាមួយនឹងទឹកក្តៅអ៊ុនចាហើយផ្សំគ្រឿងវាមកមានម្ជែងមានស្ករត្នោតមកទឹកប្រហុកធ្វើមួយស្ករត្នោតចឹងឆ្ងាញ់ណាស់បងប្អូនយើងជ្រុំវាបន្តិចមកយើងចាប់ដើមកាត់ទឹកដោះគោស្រស់របស់យើងហ្នឹងចាក់ចូលមកល្មមមកពេលទឹកប្រហុកធ្វើឲ្យឆ្ងាញ់គឺតតែយើងថែមមួយទឹកដោះគោស្រស់ណាទៅមើលទៅពណ៌វាឆ្ងាញ់ល្អហើយយើងច្បាច់ក្រូចឆ្មាមកបងប្អូនយើងច្បល់តិចមកពេលកូរវាហើយយើងកុំភ្លេចចុងក្រោយបន្ថែមមួយសណ្តែកដីយើងបានបុកហើយហ្នឹងយកមកចាក់ចូលមកហើយមើលទៅបងប្អូនបើចូលចិត្តគល់ក្រីយើងហាន់បន្ថែមទៅនេះយើងមកធ្វើល្បាយចាជាមួយនឹងទឹកប្រហុកយើងជ្រលក់ជាមួយនឹងត្រយូងចេកអញ្ចឹងណាបងប្អូនឥឡូវហើយហីបងប្អូនមកសាកទាំងអស់គ្នាមើលហើយរៀនធ្វើញ៉ាំមើលអត់ពិបាកអីបងប្អូនឆ្ងាញ់ខ្លាំងណាស់អរគុណច្រើនបងប្អូន